สเตะลูกจะตกโดยจิตทางกระแต่ในจุยกาปีจัดมันเอาทะเลตึกขนมเพลคูธนาจังมันเน็ตเด็กสาวสเตะสมาได้นึงเชิญแต่ปลิดแพลงเชลชามูมาฉับสเตรฉับตัวโยกปีสมได้เรื่องราวไอ้ยมันตุกขนมจัดให้มันงี้เปลงเฮืองนังเจนปีจัดไว้เนี่ยจังมันขนมท้อสเตะนังซ้ำปีเจนเนี่ยเบิร์นยีโดยสูสตับสเตะนังปัญญาได้กูจีองกระเดะช่วยสดัมสมัยเระสาจัดมันเอากระตุกมันเอาโรงครัวโดยสากุศลบุอักษรนั้นวิจำแต่เมาถูกบาปจัดดดจัดนั่งกระดาษด้วยไทยจะในขังกุมอบหรือวีกระดาษคอกหายไพ่ปรุยบารมไอต่างอ่อนนั้นวิจีอักษรหายวิเมาจำแต่ดดจัดนั่งเอากระดาษเลยวันนี้สมัยใดนั้นช่วยท่าโนมาวอะก็สอจะไหนมาวดังฐานนึงchia sẻ trời mà đấyนึกดังขังmáuดังกำหนดดังท่าโอ้จัดอันขังจัดอันดาvậy chẳngกำหนดดังจังให้สัมปชัญญะบัดดอลปัญญานั้นมาช่วยบิโยลเธอไม่จะจัดนั้นบานง่ายจะอัมปีอักษรต่างอ่อนหนึ่งโดยใหญ่พิษาสมัยด้วยท่าประเด็นเจนหรือก็จัดว่าយើងនឹងវាមានសោលបងផងសោទ្វារផ្ទះនេះផងសោលបងឧបមាដូចជាសតិអញ្ចឹងចាស់ហើយសោទ្វារផ្ទះថាទៅជាបញ្ញាអត់ឲ្យវាចូលក្នុងចិត្តយើងតឧបមាថាយើងឃើញគេល្អឃើញគេបានចម្រើនតែយើងអត់មានសតិបញ្ញានៅខ្លួនអាចណែនវាចូលមកចាប់ដើមនិយាយប្រទៀបប្រថោបង្អន់ប្រថយគេអញ្ចឹងទៅវាខ្មេះទេវាមិនកើតទេប៉ុន្តែដល់ពេលយើងមានសតិយើងកំណត់ដឹងថាអូចិត្តចំណែនកើតឡើងចាប់វាជាប់ចាប់អាចចំណែននឹងជាប់មិនឲ្យវាចូលផ្ទះហើយមានបញ្ញាមកពយល់ថាទេកុំចំណែនគេអានឹងបនគេខំប្រឹងគេធ្វើល្អពីជាតិណាគេចាំម៉ែចាំឪគេធ្វើទៀនអីចឹងគេបានចម្រុងចម្រើនយើងគួរតែអនុមោទនាបនគេវិញអានឹងបញ្ញានឹងពយល់ឲ្យយើងបានសុខពយល់ឲ្យយើងកើតបនចឹងសតិបញ្ញានឹងវាជួយទប់ស្កាត់អកុសលទាំងអស់ហ្នឹងមិនឲ្យវាលុកផ្លូវចិត្តរបស់យើងឧបមាថាខឹងអ្នកណាក៏មានកំហឹងដែរជាពុទ្ធជនប៉ុន្តែសតិហ្នឹងវាទៅចាប់អូខឹងកើតឡើងអូគុំគេកើតឡើងកំណត់ដឹងស្គាល់ថាមុខគុំមុខខឹងហ្នឹងជាសត្រូវជាភ្លើងឯងមិនមែនជាមិត្តរបស់យើងឯងចាប់ពឹបវាជួនកាលវាកជ្រោលវាទប់អត់ជាប់ប៉ុន្តែឲ្យមានបញ្ញាមកពយល់តាន់ឥឡូវបើខឹងទៅវាក្តៅវាកុហកកាហាយហើយវាធ្វើឲ្យរឿងហ្នឹងកាន់តាធំទៅហើយណាយមនុស្សហ្នឹងតែអញ្ចឹងតាំងពីដើមមកហើយណាយរឿងហ្នឹងវាអញ្ចឹងទៅហើយបើក្តៅកុហកកាហាយទៅរឿងហ្នឹងវាកាន់តែធំឡើងទៅវាអត់បានអីជាប្រយោជន៍សម្រាប់ដោះស្រាយហើយអញ្ចឹងតាដោះស្រាយស្ដីបដៅថានៅតែស្ដីបដៅថាប៉ុន្តែហើយឯនឹកឃើញថាម៉េចធ្វើម៉េចប្រហែលជាយើងមានផលកម្មអីមិនល្អបានជាជួបរឿងអញ្ចឹងហើយយើងយកវាជាបទពិសោធន៍ណាហើយដូចថាទៅមុខទៀតមិនតេនតាយមិនដេកកុហកកាហាយយករឿងនឹងមកច្រាមចិត្តខ្លួនឯងឯងអាហ្នឹងទ
តួសតិតួបញ្ញាហ្នឹងជាអង្គរៈការពារចិត្តហើយវាផ្សំផ្គុំជាមួយនឹងឧទាហរណ៍មេត្តាមានចិត្តត្រជាក់មិនសូវជាគុំគួនគេមិនសូវជាយករឿងក្តៅក្រហាយមកទុកក្នុងចិត្តទេសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខស្មារតីនឹងឲ្យវានៅខ្លួននឹងវាច្រើនជាងដើរទៅនៅរឿងផ្ទះគេរឿងគេយើងដឹងរឿងប៉ុន្តែมันប្រឡែងចិត្តនឹងឲ្យទៅនៅផ្ទះគេទៅនៅដឹងរឿងគេគ្រប់តាគ្នាអញ្ចឹងទៅវាខ្លាចជាចិត្តនឹង homeless អនាថាទៅពីហើយហ្នឹងយើងកើតទុកហើយអញ្ចឹងទលាប់ហៅចិត្តឲ្យមកនៅខ្លួនឲ្យមកនៅនឹងដេកដើរឈរអង្គុយឲ្យមកនៅនឹងញ៉ាំចុកបុកទៅពីស្លៀកពាក់អីហ្នឹងឲ្យព្រលឹងវានៅខ្លួនណាអេរិយាបថទាំង4ហ្នឹងហើយរៀនចម្រើនចិត្តល្អទៅមានសទ្ធាយល់ត្រូវស្ដាប់ធម៌ចម្រើនការយល់ដឹងជាសមាធិសេពគប់មិត្តល្អមិត្តត្រូវទៅហើយរីមានឱកាសពេលវេលាចម្រើនសមាធិចិត្តនឹងថឹងពីព្រោះបើយើងគ្រាន់តែយល់ពេលខ្លះអត់អាចទប់ទល់នឹងអកុសលនឹងបានដឹងថាខឹងមិនល្អប៉ុន្តែទប់វាមិនបានដឹងតែចំណែនគេនឹងវាខុសប៉ុន្តែទប់ចិត្តវាមិនបានអញ្ចឹងវាតលមានឱកាសវឹកហាត់បកើនតបការពីខ្លួនគឺការចម្រើនសមាធិការស្ដាប់ធម៌ការត្រេះរិះពិចារណារឿយសមាធិនឹងជួយធ្វើឲ្យដូចថាមូលដ្ឋានតបរបស់យើងរឹងប៉ឹងពេលមានរឿងមកក៏យើងមិនរំភើបញាប់ញ័ររំជើបរំជួលខ្លាំងដែរដោយកម្លាំងសតិបញ្ញាកម្លាំងចិត្តនឹងថឹងដែលមាននៅក្នុងខ្លួនយើងហ្នឹងអាហ្នឹងទើបយើងមិនរវើរវាយមិនសូវរំជើបរំជួលញាប់ញ័រដោយសាររឿងដែលកើតឡើងក្នុងលោកហ្នឹងកំណត់ដឹងថាក្នុងលោកហ្នឹងគឺវាតែអញ្ចឹងវាអត់ដែលក្នុងលោកហ្នឹងស្រាប់តែស្ងប់ស្ងាត់លែងមានរឿងអត់ទេគឺថាវាត្រូវតែជួបជាតិណាកំណើតណាពេលណាកើតក្នុងតកូលណាក៏មានរឿងគ្រប់រឿងអញ្ចឹងហ្នឹងហើយកំណត់ដឹងថាវាជារឿងធម្មតាតាអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេដោយសារយើងមានបញ្ញាកំណត់ដឹងថាជីវិតវាមានបញ្ហាដូចជាភ្លើងវាត្រូវតែក្តៅអញ្ចឹងមិនអាចខាត់មិនឲ្យក្តៅបានទេអនុមោទនាមានអ្នកខ្លះទៅដូចមានអារម្មណ៍ថារៀងក្រៀមក្រំសោះក៏ក្រោះអត់សុបាយក្នុងចិត្តហ្នឹងវាអត់មានអីធ្វើឲ្យមានកម្លាំងនឹងក្រោកឈរធ្វើនេះធ្វើនោះហើយរមូលហេតុអត់ឃើញទេដូចជាអស់ធម៌ពលទាំងផ្លូវកាយទាំងផ្លូវចិត្តដែរអានឹងវាអាចតកតងនឹងយើងទទួលសម្ពាធការងារច្រើនពេកទៅហត់នឿយពេកហើយអត់មានពេលសម្រាកខ្លះដែលចឹងវាធ្ងន់ដូចដើមឈើដែលអត់បានស្រោចទឹកយូរវាក្រៀមទៅវាមិនងាយស្រស់ឡើងវិញទេឬក៏ក្នុងគ្រួសារនឹងមានវិបត្តិហើយដដែលទៅធ្វើឲ្យចិត្តយើងដូចជ្រុញហ្នឹងក្បិតហ្នឹងកាប់ច្រាមរហូតទៅវាស្នាមរហូតទៅក្រៀម
ឬក៏អ្នកនឹងសំចិត្តអន់ចិត្តតូចចិត្តខឹងទាស់ចិត្តច្រើនយូរទៅវាមកជង្រុកចិត្តហ្នឹងសិតតាភាពសៅមងភាពក្រៀមក្រំភាពតូចចិត្តគិតថាគេមិនយកចិត្តទុកដាក់គិតថាគេមិនស្រឡាញ់គ្មានអ្នកយល់ចិត្តអីចឹងសោះអាចិត្តហ្នឹងវាសំភ្លើងសំភាពកុហកកាហាយក្នុងចិត្តយូរវាអូតូម៉ាទិកគឺវាក្រៀមចឹងមកចឹងតើយើងអាចដូររបៀបគិតមកឧទាហរណ៍ថាធម្មតាជីវិតទៅជួបបញ្ហាដោះស្រាយទៅដោះស្រាយហើយដោះហើយទៅកុំស្ពាយសំពីងសំពងកុំនៅដេកខ្វល់ដេកខ្វាយអារឿងដែលហួសហើយអញ្ចឹងក្តៅក្រហល់ខាយក្នុងធម៌លោកហៅកុកបច្ចៈក្តៅក្រហាយចំពោះរឿងដែលកន្លងផុតទៅហ្នឹងហើយតើដូចថាមានពេលសម្រាកខ្លះដើម្បីរក្សាកម្លាំងផ្លូវកាយនេះក្នុងការធ្វើកិច្ចការងារឲ្យបានវែងឆ្ងាយមិនមែនបានន័យថាមិនធ្វើអីដែរលេងទេមែនទេម៉ាស៊ីនបើវាក៏ត្រូវមានពេលលុតដើម្បីកុំឲ្យវាក្តៅពេកដែរខួរក្បាលរាងកាយហ្នឹងក៏អញ្ចឹងដូចគ្នានៅក្នុងធម៌លោកឲ្យប្រើអិរិយាបថឲ្យស្មើគ្នាដេកដើរឈរអង្គុយហ្នឹងហើយបរិយាកាសជុំវិញខ្លួនក៏វាមានឥទ្ធិពលលើផ្លូវចិត្តយើងដែរឧទាហរណ៍ថាកន្លែងក្លុករស់នៅបើវាស្មុកវាស្មាញវាផ្សែងវាពុលវាហុយអានឹងក៏ធ្វើឲ្យមួម៉ៅស្មុកស្មាញដែរអញ្ចឹងតើកន្លែងស្រឡះបើកអួចបើកទ្វារដើម្បីយកខ្យល់អាកាសឲ្យដើរហើរហាត់ប្រាណអីចឹងទៅដូរបរិយាកាសរស់នៅហ្នឹងទើបអាចធ្វើឲ្យរាងកាយរបស់យើងនឹងរឹងប៉ឹងឲ្យតើយើងសួរខ្លួនឯងថាថ្ងៃហ្នឹងយើងបានធ្វើអីដែលធ្វើយើងសប្បាយចិត្តវាជាផលប្រយោជន៍មិនមែនថាតែមាសតែប្រាក់នេះយើងគិតថាថ្ងៃហ្នឹងយើងបានធ្វើអីជាកិច្ចការងារដែលសំខាន់សម្រាប់ខ្លួនយើងឬក៏សម្រាប់អ្នកនៅជុំវិញខ្លួនយើងឬក៏ជួយកិច្ចការងាររបស់ឪពុកម្ដាយរបស់សហគមន៍ភាពរីករាយក្នុងអំពើល្អតិចហ្នឹងដូចទឹកប្រោះព្រំផ្កាអញ្ចឹងឲ្យវាស្រស់អំពើល្អការរីករាយក្នុងសកម្មភាពតិចហ្នឹងដូចជាទឹកដែលមកប្រោះចិត្តហ្នឹងឲ្យវាស្រស់អញ្ចឹងហើយវាតើមានពេលស្រោចស្រពចិត្តនឹងដោយកម្លាំងនៃធម៌ដោយការរំលឹកគុណមេត្តាបិតារំលឹកគុណព្រះរតនត្រ័យធ្វើសមាធិស្ងប់ចិត្តទេវាចិត្តនឹងវារកកន្លែងស្ងប់ឃើញវារកកន្លែងសុខឃើញឲ្យវាមកជ្រោកនៅក្នុងអារម្មណ៍ដែលធ្វើឲ្យកើតចិត្តជ្រះថ្លាចិត្តរីករាយក្នុងបុណ្យហ្នឹងឧទាហរណ៍ជាផ្កាមកបូជាព្រះទិញខោអាវឲ្យក្មេងៗសភៅប៊ិចឲ្យក្មេងៗរៀនសូត្រទៅជួយចាស់ឬក៏មានកិច្ចការធុរៈអីជួយមិត្តភ័ក្តិអាហ្នឹងអាទិញចឹងវាដូរពីអាក្រៀមក្រំត្រឡប់មកទៅជាភាពស្រស់ស្រាយវិញហើយរៀនចម្រើនការយល់ដឹងក្នុងធម៌លោកថាមានបញ្ញាឃើញសភាពនៃចិត្តនឹងវាប្រែប្រួលហើយមិនប្រកាន់ចង់ឲ្យតែចេះទៅហើយមួម៉ៅមិនបានមិនអញ្ចឹងឯអត់ទេអូចិត្តហ្នឹងវាឡើងវាចុះ
ចឹងហ្នឹងឥឡូវមើលឃើញដំណើរចិត្តឡើងចុះចឹងបើវាស្ថិតនៅក្នុងអារម្មណ៍នាំឲ្យក្តៅក្រហល់កាហាយខឹងចំណែនស្អប់រឿងនឹងអ្នកនឹងទេយើងរៀនដូរមកគិតថាតែគេមានកន្លែងវាល្អខ្លះដែរឬក៏ដូរពីជជែកពីបុគ្គលហ្នឹងមកជជែកពីបុគ្គលដែលនាំឲ្យចិត្តយើងស្រស់វិញទៅដូរប្រធានបទបើនៅក្នុងធម៌ដូចថាយើងដូរអារម្មណ៍ចឹងយើងសំឡើងវិញទើបចិត្តហ្នឹងវាស្រស់មានពេលឱកាសមកវត្តមកវាថ្វាយផ្កានមកស្ការសមាធិជួបជុំមិត្តភ័ក្តិហ្នឹងក៏មិត្តភ័ក្តិជាកល្យាណមិត្តអានសភៅធម៌ស្ដាប់ធម៌រឿយទៅហើយធ្វើកិច្ចការងារណាដែលយើងគិតថាយើងធ្វើហើយវាសប្បាយចិត្តធ្វើអំពើក្នុងកុសលណារឿយទីទៅអាហ្នឹងដូចយើងប្រោះឬក៏ស្រោចដើមឈើដែលវាក្រៀមស្វិតហ្នឹងត្រូវការចំណាយពេលយូរទំមទៅវាស្រស់ឡើងវិញយ៉ាងណាកុសលធម៌ទឹកចិត្តស្រស់ស្រាយក្នុងអំពើល្អចិត្តដែលតម្កល់នៅត្រូវដោយសតិបញ្ញាស្មារតីហ្នឹងវានាំចិត្តហ្នឹងឲ្យស្រស់ឡើងវិញចិត្តលហុតាវាដូចថាវាស្រាលឡើងវិញទៅខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុកបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសកេរ្តិ៍ឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយ
កុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងថឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនៅសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នកបើនិយាយពីតួនាទីរបស់ចិត្តគឺវាគិតហើយវារត់ទៅរកអារម្មណ៍ប៉ុន្តែបើយើងបដោយឲ្យវារត់ផ្ដេសផ្ដាស់ចិត្តរបស់យើងវាមានបញ្ហាអញ្ចឹងដែលយើងរវើរវាយច្រើនហ្នឹងដោយសារយើងមិនដែលហាត់ពុតលួតដំកុំឲ្យវាចេះតែដើរទៅគិតរឿងនេះតិចរឿងនោះតិចរឿងអ្នកនេះនិយាយអក្រក់បន្តិចរឿងអ្នកនេះចេះអ្នកនោះចោះដែលយើងបដោយវាទៅច្រើនពេកអានោះឧបមាដូចជាយើងបដោយឲ្យកូនដើរលេងជ្រុលហើយយើងហៅវាឲ្យមកផ្ទះវាមិនងាយចង់មកដោយសារវាដើរទៅវាសប្បាយយ៉ាងណាចិត្តរបស់យើងអញ្ចឹងដែរវាតលតែយើងទម្លាប់ឧទាហរណ៍ថាបើវាគិតរឿងផ្ដេសផ្ដាស់នេះចេះនោះចុះវានាំឲ្យក្តៅកាហាយចិត្តទៅមានស្មារតីកំណត់ដឹងថាអូអាត្មាអញទៅគិតរឿងខាងក្រៅហើយចិត្តបើអញទៅនៅផ្ទះគេហើយคล้ายជាចិត្តអនាថាយចេញពីមួយចូលមួយចេញពីមួយចូលមួយវារវើរវាយច្រើនហើយអញ្ចឹងស្មារតីកំណត់ដឹងចាប់បានដូចបលិសអញ្ចឹងហើយទាញវាត្រឡប់មកវិញមកនៅនឹងកាយនេះបើនៅក្នុងសតិប្បដ្ឋានសូត្រឲ្យកំណត់ដឹងពីអរិយាបថដែលខ្លួនឯងកំពុងដេកដើរឈរអង្គុយនិយាយស្ដីហូបចុកបុកទាពីអីហ្នឹងឲ្យស្មារតីមកនៅនឹងខ្លួនហ្នឹងឲ្យបានច្រើនជាងរត់ទៅនៅផ្ទះគេរឿងអ្នកដទៃមើល Facebook មើល new feed ចូល group នេះចូល group នោះច្រើនពេកអាហ្នឹងអាចធ្វើឲ្យចិត្តរវើរវាយហើយអញ្ចឹងការកំណត់ពេលវេលាសម្រាប់ទទួលយកនៅអារម្មណ៍ខាងក្រៅហ្នឹងសំខាន់ណាស់កុំឲ្យជ្រុលមើលក៏កុំឲ្យមើលជ្រុលចូល group ទីងតឹងហ្នឹងក៏កុំឲ្យហួសហេតុពេក group ណាអត់បានការអត់ប្រយោជន៍ leave ចោលទៅ mute ចោលទៅទុកទៅ group ដែលសំខាន់សម្រាប់ជីវិតរបស់យើងគ្រួសារការងារអីចឹងទៅ
ហើយតលយោចិត្តនឹងមកនៅនឹងអារម្មណ៍នាំឲ្យជ្រះថ្លាសបាយឧទាហរណ៍ថានឹកដល់គុណពុកម៉ែនឹកដល់គុណបរតនត្រ័យនឹកដល់អំពើល្អដែលខ្លួនបានធ្វើហើយនឹកដល់អារម្មណ៍ដែលធ្វើឲ្យចិត្តរបស់យើងនឹងវាស្រស់ណាវាអត់សូវក្តៅក្រហល់កាហាយនឹកដល់ធម៌ទៅអាចអានសៀវភៅធម៌អប់រំចិត្តស្ដាប់ការអប់រំទូមានស្ដាប់ការបង្ហាត់បង្រៀនបង្កើនចំណេះដឹងបើខ្សែគប់ជាមួយនឹងអ្នកដែលមានសន្តានចិត្តល្អ accept friend អីក៏ប្រយ័ត្នប្រយែងគុំសូវចេះគុំសូវជួយចិត្តមើលរឿងក្តៅក្រហល់កាហាយគេជេរបចោគ្នាអីមិនចេះចុះអេចអូចហួសហេតុពេកនិយាយអញ្ចឹងមិនមែនបានន័យថាហាមមិនឲ្យមើលទេប៉ុន្តែប្រយ័ត្នប្រយែងពីព្រោះអារម្មណ៍នឹងឯងវាមកតាក់ចិត្តរបស់យើងឲ្យរត់ទៅហើយបើយើងបដោយចិត្តច្រើនទៅការទុកហើយធានាអញ្ចឹងហ្មងអញ្ចឹងបានតលហ៊ានទាញចិត្តមកវិញអារម្មណ៍នឹងដូចអាហារអញ្ចឹងបើយើងហូបផ្ដេសផ្ដាស់ទៅកាយរបស់យើងឈឺហើយអាហារមានជាតិគីមីហូបច្រើនពេកហើយហូបហើយអត់ធ្វើចលនាអីអញ្ចឹងទៅឈឺយ៉ាងណាចិត្តរបស់យើងនឹងតែហូបតែគិតរឿងផ្ដេសផ្ដាស់តិចឈឺចិត្តដែរអញ្ចឹងវាតតែយើងរៀនរើសយកអារម្មណ៍ដែលធ្វើឲ្យចិត្តរបស់យើងសប្បាយរីករាយជ្រះថ្លាឧទាហរណ៍ខ្សែគប់ជាមួយនឹងកល្យាណមិត្តឧទាហរណ៍ថាស្ដាប់ធម៌ពិចារណាធម៌នឹកដល់សេចក្តីល្អគុណធម៌របស់យើងក្តីត្រេកអរនឹងសេចក្តីល្អរបស់អ្នកដទៃឃើញគេមានឃើញគេបានឃើញគេល្អអញ្ចឹងក៏ជ្រះថ្លាទៅហើយពិចារណានៅក្នុងសង្ខារមិនទៀងទាត់ប្រែប្រួលមិនថិតថេរមិនអាចបង្គាប់បញ្ជាបាននឹកឃើញថាជីវិតនឹងគឺអញ្ចឹងមានធម៌នៅក្នុងខ្លួនមានបញ្ញានៅក្នុងខ្លួនធ្វើឲ្យចិត្តនឹងមិនទន់ជ្រាយមិនចាញ់ច្រាបរឿងទេហើយមានពេលអប់រំសមាធិចម្រើនភាពស្ងប់ស្ងាត់នៅក្នុងចិត្តទៅទាញចិត្តទាញអារម្មណ៍នឹងឲ្យវាមកនៅខ្លួនហ្នឹងខ្មែរយើងជួយចិត្តប្រើថាអារម្មណ៍ទាញចិត្តឲ្យមកនៅនឹងខ្លួនឲ្យវាតោងយកអារម្មណ៍ដែលនាំឲ្យចិត្តជ្រះថ្លានឹងយើងមិនសូវរវើរវាយច្រើនហើយយើងបានសេចក្តីស្ងប់ច្រើនមានញាតិញោមមួយចំនួនទៅដែលគាត់ជួបរឿងអកុសលមិនសមប្រកបក្នុងជីវិតនឹងគាត់ត្អូញត្អែវាដូចថាមិនល្អដូចគេមិនគោកំសត់ម៉ែជីវិតខ្ញុំអភ័ព្វអីចឹងទៅដូចទៅតាំងពីគ្រួសារពុកម្ដាយប្តីប្រពន្ធមុខរបរអីចឹងវាដូចផ្ទួនគ្នាអានឹងយើងទៀមទីឲ្យដូចគេមិនបានទេពីព្រោះសម្ពាយកម្មសម្ពាយបុណ្យរបស់យើងនឹងផ្សេងគ្នាបើនៅក្នុងធម៌លោកសម្ដែងថាបើអ្នកណាបានធ្វើបុណ្យពីក្មេងដល់កើតមកជាតិនឹងស្រួលពីក្មេងមកបើមិនបានធ្វើបុណ្យពីក្មេងទេកើតមកពិបាកពិបិនលោកដើមលោកចំហត់នឿយចឹងទៅណាអានឹងមិនបានធ្វើបុណ្យពីក្មេងបើអ្នកខ្លះបានមកធ្វើបុណ្យពេលវ័យកដាលអញ្ចឹងពេលវ័យមានគ្រួសារប្តីពុនរស៊ីទៅក៏ធូរទៅអានឹងបានធ្វើបុណ្យពេលវ័យកដាលបើអ្នកខ្លះបឋមវ័យក៏មិនបានធ្វើវ័យកដាលក៏មិនបានធ្វើទៅបានធ្វើពេលចាស់អញ្ចឹងតលហត់នឿយអស់ចិត្តហើយបានមានកូនមានចៅនឹងចាំវិញទៅជូនលុយជូនកាក់ខ្លួនឯងឈឺបាត់ហើយអានឹងធ្វើបន់យឺតដល់ពេលបានផលមកវិញក៏យឺតដែរ
ចឹងជីវិតយើងម្នាក់ហ្នឹងវារងអតិពលពីកម្មចាស់ផងហើយកម្មថ្មីនេះផងការផឹងប្រែងការព្យាយាមការសេពគប់ត្រូវពេលបច្ចុប្បន្នអាហ្នឹងក៏ជួយឲ្យជីវិតយើងអាចផ្លាស់ប្ដូរជោគវាសនាដែរបើយើងអង្គុយតែស្ដីបន្ទោសយើងអង្គុយតែតូចចិត្តអន់ចិត្តនឹងរឿងដែលកើតឡើងក្នុងជីវិតហ្នឹងកម្មថ្មីវាអត់ល្អអាមួម៉ៅអាតូចចិត្តហ្នឹងអាហ្នឹងកម្មថ្មីហើយវាអត់បានជួយឲ្យរឿងហ្នឹងល្អប្រសើរវាធ្វើឲ្យរឿងហ្នឹងកាន់តែខ្មៅងងឹតទៅអញ្ចឹងបាននៅក្នុងធម៌លោកនិយាយពីបុគ្គលខ្លះមកងងឹតទៅវិញភ្លឺកើតមកក្រីក្រពិបាកបបិណ្ឌប៉ុន្តែផឹងប្រែងហ៊ានសូត្រមានចំណេះចេះដឹងមានបញ្ញាអាចធ្វើឲ្យជីវិតនឹងប្រសើរទៅប្រសើរដោយទ្រព្យផងប្រសើរដោយយួរផងប្រសើរដោយធម៌ផងមានមេត្តាករណាមានគុណធម៌ក្នុងខ្លួនជីវិតនឹងជួបរឿងអីក៏វាមិនកើតទុក្ខខ្លាំងដែរប៉ុន្តែអ្នកខ្លះមកងងឹតទៅវិញងងឹតមកក្រពិបាកបបិណ្ឌហើយគិតទៅពីតុកសិចគិតទៅពីពិបាកគិតទៅពីប្រៀបធៀបមួម៉ៅអន់ចិត្តទូចិត្តអាហ្នឹងវាងងឹតទាំងមកងងឹតទាំងទៅហើយអញ្ចឹងយើងមិនអាចអង្គុយជេរស្ដីមិនបានអញ្ចឹងមិនបានអញ្ចឹងបានទេហើយយើងមានតែជួបហើយយើងដោះស្រាយយើងធ្វើដំណើរទៅមុខទៀតហើយរឿងណាហួសហើយក៏ទុកចោលទៅកុំសូវមលឹកមលើកមកអញ្ចេះអញ្ចោវាក្តៅក្រហល់កាហាយហើយយើងលើកជាមេរៀនជាអីបានប៉ុន្តែកុំឲ្យស្ពាយនៅទៅរស់នៅក្នុងអតីតកាលវាអត់បានអីត្រឡប់មកវិញទេអញ្ចឹងតើយើងហ៊ានទទួលស្គាល់ការពិតថាជីវិតយើងមិនអាចដូចជីវិតគេទេសម្ពីបនយើងមិនដូចសម្ពីបនគេទេយើងជួបរឿងយើងគេជួបរឿងគេជីវិតនៅលើផែនដីនេះសម្ពាយផ្សេងគ្នាជួបរឿងផ្សេងគ្នាគេមានទុកដោយគេយើងមានទុកដោយយើងយើងជួបយើងប្រឈមមុខយើងដោះស្រាយគេជួយបានតិចតួចមិនថាពឹងមិនបានសោះទេប៉ុន្តែយើងត្រូវតារឹងប៉ឹងប្រឈមមុខនឹងរឿងដែលយើងត្រូវដោះស្រាយហើយទៅមុខទៀតហ៊ានទទួលស្គាល់ការពិតហ៊ានកំណត់ដឹងថាជីវិតនឹងវាអញ្ចឹងហ្នឹងតលយើងទទួលស្គាល់ថាថ្ងៃវាក្តៅភ្លើងវាលាកអញ្ចឹងយើងមិនអាចអង្គុយថាបន់ឲ្យភ្លើងតិចមកអត់បានទេជីវិតកើតមកគឺត្រូវមានរឿងមានបញ្ហាមានទុក្ខអញ្ចឹងហ្មងប៉ុន្តែស្អីដែលនាំឲ្យយើងមិនសូវមានទុក្ខគឺការមិនប្រកាន់មិនប្រកបជាថារឿងត្រូវតែតាមអញចង់ចេះដល់ពេលវាមិនបានវាកើតទុក្ខស្អីប្រកាន់ការហួងហែងហ្នឹងអញ្ចឹងតើរៀនទទួលស្គាល់ការពិតរៀនដោះស្រាយហើយរៀនកំណត់ដឹងថាស្អីហ្នឹងវាមានហេតុគ្រប់គ្រាន់ទើបវាកើតទៅជារឿងអញ្ចឹងយើងផឹងដោះស្រាយបានប៉ុណ្ណាយើងខាត់ខ្ញុំផឹងអស់លទ្ធភាពខ្ញុំប៉ុណ្ណឹងហើយឥឡូវទៅតាមហ្នឹងធ្វើម៉េចរឿងហ្នឹងយើងដោះស្រាយបានអាហ្នឹងយើងពេញចិត្តថាខ្ញុំផឹងដោះស្រាយហើយបើយើងរឿងហ្នឹងយើងផឹងហើយវាដោះស្រាយមិនបានឥឡូវយើងកើតទុកមិនបើយើងផឹងអស់ប៉ុណ្ណឹងហើយយើងដោះស្រាយមិនបានអាហ្នឹងធម្មជាតិកម្មជាអ្នកចាត់ចែងសត្វលោកអញ្ចឹងតើយើងហ៊ានដោះសេចក្តីទុកពីចិត្តហ្នឹងទើបយើងមិនសូវកើតទុកខ្លាំងដោយសារជីវិតរបស់យើងវាមិនទៀងអញ្ចឹងពេលខ្លះយើងត្រូវបាត់បង់ញាតិមិត្តបងប្អូនជាទីស្រឡាញ់ហ្នឹងដោយមិនបានព្រៀងទុកមុនហើយពេលខ្លះយើងទទួលយកអត់បាន
វាលឿនពេកយើងអត់ទាន់បានមើលថែគាត់ត្រឹមត្រូវអីចឹងទៅប៉ណ្ណឹងសង្ខារនោះវាមិនតាមការចង់បានរបស់យើងពេលណាវាអស់ហេតុបច្ច័យក៏ត្រូវរលត់ដូចជាគៀងវាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតរបស់យើងនឹងពេលណាកម្មវាអស់ទៅជីវិតនឹងក៏រលត់ទៅដែរអញ្ចឹងបានជានៅក្នុងធម៌បើវាយើងត្រូវព្រាត់ប្រាសបែកបាក់គ្នាអញ្ចឹងបើយើងយំសោកទៅជាបុគ្គលជនវានៅការយំសោកហ្នឹងយើងខាត់បានទេប៉ុន្តែព្រះអង្គឲ្យយើងធ្វើសកម្មភាពល្អបុណ្យកុសលជំនួសវិញឧទាហរណ៍ថានិមន្តព្រះសង្ឃទទួលចង្ហាន់ឲ្យវាច្រើនថ្ងៃទៅដល់ពីថ្ងៃស្លាប់រហូតដល់7ថ្ងៃទៅហើយដល់ទៅមុខទៀតទៅក៏ធ្វើជារៀងរាល់ពេលតាមដែលយើងអាចធ្វើទៅបានណាអញ្ចឹងនៅពេលដែលយើងនឹកគាត់យើងបានដូចថាកក់ក្ដៅក្នុងចិត្តថាយើងបានធ្វើកិច្ចនឹងជូនគាត់ហើយអញ្ចឹងជំនួសដោយការយំសោកសោកសង្រេងហ្នឹងទៅជាកិច្ចបុណ្យកុសលយើងក៏ដូចថាសប្បាយចិត្តខ្លួនយើងហើយយើងតាំងចិត្តឧទ្ទិសបុណ្យកុសលហ្នឹងជូនដល់អ្នកដែលស្លាប់ទៅអញ្ចឹងវាបានទាំងសងខាងប៉ុន្តែយើងមិនងាយថានឹងទៅហាមឃាត់ចិត្តថាមិនឲ្យយំអីហ្នឹងជាបុគ្គលជនវានៅមានទោសៈទាស់នឹងអារម្មណ៍ហ្នឹងមិនចង់ឲ្យអញ្ចឹងប៉ុន្តែតើយើងមានសតិបញ្ញាស្មារតីហ្នឹងពន្យល់ខ្លួនឯងប្រាប់ថានឹងសង្ខារវាត្រូវដល់ពេលរលត់ទៅឧបមាដូចជាស្លឹកឈើទុំក៏ត្រូវជ្រុះទៅថ្ងៃពេលល្ងាចក៏លិចទៅមិនអាចហាមឃាត់បានទេហើយសត្វលោកនឹងប្រព្រឹត្តទៅតាមកម្លាំងកម្មរបស់ខ្លួនកម្មមុណាវត្តតេលោកោសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនអញ្ចឹងកិច្ចដែលយើងអាចធ្វើបានមានតែយើងធ្វើតក្កិណានុបទាននឹងឯងហើយក្នុងកលៈទេសៈនៃកូវីដនេះពេលខ្លះកូនចៅក៏ជាប់ក្នុងចតារិស័កមិនបានធ្វើកិច្ចជូនអ្នកមានគុណអីបានត្រឹមត្រូវប៉ុន្តែយើងអាចនឹងឲ្យញាតិមិត្តណាដែលមិនជាប់ជំពាក់នឹងការចតារិស័កនឹងធ្វើកិច្ចឧទ្ទិសជូនទៅប្រហែលថ្ងៃប្រហែលពេលចឹងទៅហើយដល់ពេលយើងរួចមកចាំយើងធ្វើបុណ្យកុសលនឹងឲ្យពេញដៃពេញជើងហើយយើងក៏មិនអាចអង្គុយបន្ទោសខ្លួនឯងថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីអាហ្នឹងយើងបន្ទោសទៅវាអត់បានអីទេពីព្រោះសង្ខារហ្នឹងណាសង្ខារហ្នឹងវាអត់អាចស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងទេដែលលោកហៅថាជាអនត្តាហ្នឹងអញ្ចឹងយើងរក្សាសុខភាពខ្លួនឯងរក្សាចិត្តខ្លួនឯងហើយយើងព្យាយាមធ្វើអំពើល្អដើម្បីបានជាប្រយោជន៍ដល់គាត់អានឹងតាមក្នុងពុទ្ធសាសនាហ្នឹងគឺត្រូវធ្វើតក្កិណានុបទានហ្នឹងរឿយៗមិនចាំបាច់ថាតល7ថ្ងៃមិន100ថ្ងៃអីទេអានឹងយើងធ្វើតាមពេលវេលាហ្នឹងក៏ធ្វើទៅប៉ុន្តែកលៈទេសៈណាដែលយើងនឹករលឹកដល់គាត់យើងធ្វើឧទ្ទិសជូនគាត់ទៅមួយយើងអស់ចិត្តខ្លួនយើងពេលយើងនឹកគាត់យើងគិតថាយើងបានធ្វើអីជូនគាត់ហើយពីរបើក្នុងធម៌កម្លាំងនៃតក្កិណានុបទានកម្លាំងនៃការឧទ្ទិសហ្នឹងបើគាត់ដឹងគាត់មកទទួលត្រេកអរកម្លាំងបុណ្យហ្នឹងអាចរួចផុតពីទុក្ខទោសអាហ្នឹងជាសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់បើគាត់ធ្លាប់ចេះត្រេកអរនឹងបុណ្យកុសលឃើញគេធ្វើល្អសប្បាយចិត្តជាមួយអញ្ចឹងទៅអញ្ចឹងឃើញដូចថាដឹងថាញាតិមិត្តកូនចៅធ្វើឧទ្ទិសជូនទៅគាត់ត្រេកអរនឹងបុណ្យហ្នឹងក៏ទទួលអនុមោទនាបានសេចក្តីសុខដោយសារកម្លាំងបុណ្យនៃអនុមោទនាហ្នឹងហើយអញ្
ចឹងជាសរុបទៅគឺសង្ខារហ្នឹងវាមិនទៀងវាអាចផ្លាស់ប្ដូរប្រែប្រួលទៅក្នុងពេលណាមួយយើងមិនអាចកំណត់បានអញ្ចឹងជាសារមួយដាស់តឿនស្មារតីរបស់យើងកុំឲ្យមានសេចក្តីប្រមាទផឹងធ្វើល្អអ្វីដែលយើងអាចធ្វើល្អឲ្យហើយបើឧទាហរណ៍ថាត្រូវបែកបាក់ប្រត់ប្រាស់ញាតិទៀតទីស្រឡាញ់អាហ្នឹងក៏ហ៊ានបញ្យល់ខ្លួនឯងថាការយប់សោកនឹងមិនបានជាប្រយោជន៍សម្រាប់ខ្លួនយើងផងមិនបានជាប្រយោជន៍សម្រាប់អ្នកដែលស្លាប់ទៅផងហ្នឹងនៅក្នុងធម៌ហ្នឹងសម្ដែងពុទ្ធព្រះអង្គសម្ដែងអញ្ចឹងមកអញ្ចឹងយើងរៀនកាត់បន្ថយមកយើងជាពុទ្ធជនមិនអាចលះបង់អីបានទាំងស្រុងគាត់ថាបញ្យល់ថាហ្នឹងឥឡូវជាគៀងអស់ប្រេងវាត្រូវរលត់ហើយអញ្ចឹងឥឡូវយើងមានតែធ្វើបុណ្យកុសលជាតក្ខណានុប្រទានជាមួយនឹងអ្នកមានសិលមិនថាតែប្រសងជាអ្នកណាដែលជាអ្នកមានគុណធម៌ល្អធ្វើទៅឧទ្ទិសជូនគាត់ទៅអាហ្នឹងហើយយើងក៏រួចផុតពីដូចថាការស្ដីបន្ទោសខ្លួនឯងហ្នឹងហើយកម្លាំងបុណ្យហ្នឹងក៏បានជួយដល់គាត់ដែរបារមីខ្លាំងពូកែក្នុងព្រះពុទ្ធសាសនាពាក្យថាបារមីសំដៅយកគុណធម៌ទាំងឡាយដែលនាំឲ្យបានត្រាស់ដឹងឬគុណជាតិដែលនាំឲ្យបានរួចផុតពីទុក្ខរួចផុតពីសង្សារវដ្តព្រះពុទ្ធអង្គនៃយើងបានបំពេញនៅបារមីអស់ច្រើនលានកោដ្ឋជាតិទម្រាំបានត្រាស់ដឹងជាព្រះពុទ្ធបារមីដែលព្រះអង្គត្រូវបំពេញមាន10ដែលលោកហៅថាទុសបារមីឬម្យ៉ាងទៀតលោកហៅថាពុទ្ធការកធម៌គឺទី1ទានបារមីការចែកទានសង្គ្រោះដល់អ្នកដទៃដោយចិត្តករុណាទី2សីលបារមីការរក្សាកាយវិចារឲ្យបានល្អមិនបៀតបៀនអ្នកដទៃទី3នេក្ខមបារមីការចេញសាងភ្នោះឆ្ងាយពីកាមគុណទី4បញ្ញាបារមីការសន្សំចំណេះដឹងការប្រើបញ្ញាញាណសម្រាប់ត្រេះរិះពិចារណាក្នុងការដោះស្រាយបញ្ហាទី5វិរិយបារមីការតស៊ូព្យាយាមជំនះការលំបាកក្នុងការបំពេញភារកិច្ចរបស់ខ្លួនទី6ខន្តិបារមីសេចក្តីអត់ធន់ចំពោះពាក្យសម្ដីអ្នកដទៃឬការងារលំបាកផ្សេងទី7សច្ចបារមីការរក្សាពាក្យសច្ចៈមិនក្បត់ពាក្យសន្យាទី8អធិដ្ឋានបារមីការបដិញ្ញាចិត្តខ្ពស់មិនងាយបោះបង់ការងារចោលទី9មេត្តាបារមីសេចក្តីស្រឡាញ់ទឹកចិត្តមេត្តាទឹកចិត្តត្រជាក់មិនងាយខឹងក្រេវក្រោធនិងទី10ឧបេក្ខាបារមីការមិនរំភើបញាប់ញ័រចំពោះអារម្មណ៍ល្អក្តីមិនល្អក្តីដែលកើតឡើងក្នុងជីវិតពេលព្រះពោធិសត្វបានបំពេញនៅបារមីទាំង10នេះគ្រប់បរិបូរណ៍ហើយព្រះអង្គបានបំពេញសេចក្តីព្យាយាមក្នុងសមាធិនិងវិបស្សនារហូតចុងក្រោយព្រះអង្គបានត្រាស់ដឹងនៅមាគ៌ាទៅកាន់ទីរំលត់ទុក្ខពោលគឺព្រះនិព្វានដែលយើងសន្មត់ថាព្រះពុទ្ធបានត្រាស់បុណ្យកុសលដែលព្រះអង្គបានបំពេញមកបានជួយឲ្យព្រះអង្គបរិបូរណ៍ដោយលក្ខណៈសម្បត្តិទាំងកាយទាំងវាចា
ទាំងសតិបញ្ញាដល់ព្រមបានជាទីពឹងនិងជាទីគោរពស្រឡាញ់កោតខ្លាចនៃមនុស្សនិងទេវតាទាំងឡាយរីឯពាក្យថាបារមីវត្តនេះពូកែព្រះអង្គវត្តនោះស័ក្តិសិទ្ធិជាដើមដែលជាទូទៅយើងឲ្យតម្លៃទៅលើអភិនិហាបារមីឫទ្ធានុភាពដែលធ្វើឲ្យគេកោតខ្លាចជាដើមបើនិយាយតាមន័យព្រះធម៌ព្រះពុទ្ធជាម្ចាស់បានបរិនិព្វានបាត់ទៅហើយគ្មានវិញ្ញាណឬបារមីអ្វីបន្តិចបន្តួចនៅសេសសល់ឡើយអ្វីដែលព្រះអង្គបន្សល់ទុកគឺឱវាទពាក្យព្រានប្រដៅដែលជាផ្លូវនាំយើងឲ្យបានរួចផុតពីទុក្ខព្រះពុទ្ធរូបជារូបស្នងជារូបតំណាងព្រះពុទ្ធជាម្ចាស់សម្រាប់បានជាទីនឹករលឹកនិងគោរពបូជាតែព្រះអង្គគ្មានចិត្តគ្មានវិញ្ញាណអ្វីមកដឹងរឿងយើងបែបបន់អ្វីឡើយព្រោះព្រះអង្គបានរំលត់ខណ្ឌទៅកាន់បរិនិព្វានហើយបើបងប្អូនទៅថ្វាយបង្គំព្រះពុទ្ធរូបសូមថ្វាយបង្គំដោយការដឹងគុណដែលព្រះអង្គជួយណែនាំយើងឲ្យបានសេចក្តីសុខថ្វាយបង្គំដោយសេចក្តីគោរពចំពោះគុណធម៌របស់ព្រះអង្គមិនគួរទៅថ្វាយបង្គំបួងសួងសុំឲ្យព្រះអង្គជួយយ៉ាងនេះយ៉ាងនោះទេព្រោះវាជាសទ្ធាដែលប្រាសចាកបញ្ញាឧបមាដូចអ្នកដំណើរប៉ុន្តែដើរទាំងពីការភ្នែកតែសូមចងចាំថាការថ្វាយបង្គំចំពោះព្រះពុទ្ធជាម្ចាស់ដោយសេចក្តីគោរពពិតប្រាកដដោយសមាទិដ្ឋិនឹងបានទទួលផលអានិសង្សច្រើនឥតគណនាតែផលនោះមិនមែនព្រះពុទ្ធជាអ្នកផ្ដល់ឲ្យយើងទេគឺផលកើតពីចិត្តជ្រះថ្លាក្នុងចិត្តរបស់យើងផ្ទាល់ដែលបានថ្វាយបង្គំចំពោះព្រះពុទ្ធជាម្ចាស់ដោយសទ្ធាប្រកបដោយបញ្ញារីឯរិទ្ធអានុភាពឬហេតុភេទផ្សេងអាចជាអានុភាពរបស់ពពួកអមនុស្សឬទេវតាឬខ្មោចព្រាយដែលអាស្រ័យនៅទីនោះឬថែរក្សានៅតំបន់នោះជាអ្នកបណ្ដាលឲ្យមានឡើងតែដាច់ខាតមិនមែនជាបារមីឬវិញ្ញាណរបស់ព្រះពុទ្ធឡើយពពួកអមនុស្សនៅទីនោះអាស្រ័យនឹងព្រះពុទ្ធរូបក៏ទទួលនៅសក្ការៈបូជាផ្សេងពីមនុស្សម្នាទាំងឡាយដែលយកទៅបូជានិយាយនេះមិនហាមឃាត់ថាឲ្យបងប្អូនឈប់គោរពបូជាទេវតាទេតែត្រូវធ្វើដោយសមាទិដ្ឋិត្រឹមត្រូវកុំឲ្យคล้ายជាមង្គលភ្ញាក់ផ្អើលដែលផ្ទុយពីឱវាទព្រះពុទ្ធទៅវិញយើងអាចសម្ដែងការរាប់អានការគោរពបូជាដល់ទេវតានិងអមនុស្សទាំងនោះតាមរយៈការផ្សាយមេត្តាចិត្តការជូនបុណ្យកុសលការថ្វាយគ្រឿងសក្ការៈផ្សេងឧបមាដូចជាការរាប់អានអ្នកជិតខាងដូច្នោះឯងសូមឲ្យគេបានសុខបានចម្រើនហើយជួយថែរក្សាគ្នាទៅវិញទៅមកតែមិនគួរផ្ដេកផ្ដួលចិត្តបាត់បង់ជំហរលួងខ្លួនដើរតែបន់ស្រន់បួងសួងសុំសេចក្តីសុខពីគេឡើយហើយភ្លេចធ្វើមូលហេតុនៃសេចក្តីសុខនោះដោយខ្លួនឯងព្រោះអ្វីគ្រប់យ៉ាងសុទ្ធតែមានហេតុផលបើអ្នកគ្មានបុណ្យទេអង្វរករយ៉ាងម៉េចក៏ទេវតាមិនអាចជួយអ្នកបានដែរគេជួយយើងតលតែយើងមានបុណ្យខ្លួនយើងដែរដោយភាសាអង់គ្លេសមួយថា There is no free lunch
បើអ្នកជាមនុស្សមានបុណ្យមិនចាំបាច់សុំទេវតាឲ្យជួយក៏បានដែរគឺជាភារកិច្ចរបស់គេត្រូវតែជួយអ្នកដោយពេលដែលព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់ចុះចាប់បដិសន្ធិមានទេវតាមកថែរក្សាព្រះគភ៌របស់ព្រះមេត្តាព្រះអង្គជាប្រចាំសូមចងចាំថាទេវតាខ្លះជាសមាទិដ្ឋិទេវតាខ្លះជាមិច្ឆាទិដ្ឋិយល់ខុសហើយអាចនាំអ្នកឲ្យដើរផ្លូវខុសដែរមិនមែនទេវតាសុទ្ធតែល្អទាំងអស់ទេយើងមានទុក្ខដោយយើងទេវតាមានទុក្ខដោយទេវតានាពេលមួយព្រះឥន្ទជាសកទេវរាជពិបាកចិត្តពេករកអ្នកណាជួយមិនបានក៏ចូលមករកព្រះពុទ្ធជាម្ចាស់សូមព្រះអង្គឲ្យជួយសម្រាលទុក្ខព្រះអង្គក៏ពន្យល់ព្រះឥន្ទរហូតបានធូរស្បើយពីសេចក្តីទុក្ខហើយត្រឡប់ទៅឋានត្រៃត្រឹងវិញដោយសារគុណធម៌បញ្ញាញាណរបស់ព្រះអង្គធ្វើឲ្យព្រះឥន្ទក៏មករកព្រះអង្គដែរជាសរុបមកបារមីក្នុងព្រះពុទ្ធសាសនាសំដៅលើកុសលធម៌ទាំង10ដែលនាំឲ្យបានរួចផុតពីទុក្ខបារមីនោះពិតជាពូកែមែនព្រោះបានធ្វើឲ្យយើងក្លាយជាមនុស្សល្អបន្តិចម្ដងរហូតបានត្រាស់ដឹងនៅសច្ចធម៌ជាទីបំផុតបានរួចផុតពីទុក្ខនិងបានជាទីពឹងសម្រាប់មនុស្សនិងទេវតាទាំងឡាយយើងគ្រប់គ្នាគួរសន្សំបារមីទុកក្នុងចិត្តរបស់យើងឲ្យបានច្រើនយើងនឹងក្លាយជាមនុស្សមានបារមីហើយមិនពិបាកទៅរកបារមីខាងក្រៅទេតែអ្នកនៅតែផ្សាយមេត្តាចិត្តសូមឲ្យពពួកអមនុស្សនិងទេវតាទាំងឡាយបានសេចក្តីសុខរួចពីកម្មពីវេរាពីអតីតមកអ្នកគ្មានវិធីរត់គេចពីវាបានទេព្រោះអ្នកមិនអាចបកក្រោយហើយកែទង្វើដែលអ្នកបានធ្វើក្នុងអតីតកាលបានឡើយតែពីវេរាទៅថ្ងៃមុខអ្នកអាចជៀសបានដោយកម្លាំងនៃការរក្សាសិលបានដល់ការប្រព្រឹត្តល្អដោយកាយវាចាចិត្តការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយមានដូចជាការមិនប៉ះពាល់ជីវិតអ្នកដទៃការមិនកាប់កេងលួចទ្រព្យអ្នកដទៃការមិនធ្វើឲ្យកូនប្រពន្ធអ្នកដទៃក្តៅក្រហាយការមិនកុហកបោកប្រាស់ជាដើមពេលអ្នកមិនបានធ្វើឲ្យអ្នកដទៃក្តៅក្រហាយគេក៏មិនមានចិត្តចងពៀមិនមានបំណងអាក្រក់ដាក់អ្នកវិញដែរដោយសារអ្នកមិនបានធ្វើអាក្រក់ដាក់អ្នកដទៃអ្នកក៏មានចិត្តស្រស់ស្រាយមិនភ័យខ្លាចមិនព្រួយបារម្ភរឿងមានទោសពៃឬខ្លាចគេធ្វើអាក្រក់ដាក់អ្នកវិញឡើយនោះហើយជាចិត្តដែលរួចផុតពីពៀវេរាមនុស្សមានពៀគឺជាមនុស្សដែលបៀតបៀនគេធ្វើឲ្យអ្នកដទៃក្តៅក្រហាយមនុស្សមានចិត្តចងគំនុំគុំគួនខ្លួនក៏លំបាកព្រោះភ្លើងកំហឹងឆេះក្នុងចិត្តរាល់ថ្ងៃហើយគេក៏ក្តៅក្រហាយព្រោះទង្វើអាក្រក់របស់យើងម្យ៉ាងទៀត
ពីវិរិយនោះនឹងជាប់តាមគ្នាវែងឆ្ងាយក្នុងសង្សារវដ្តបើអ្នកដាំពូជភ្លើងអ្នកនឹងបានផលក្តៅក្រហល់ក្រហាយត្រឡប់មកវិញបើអ្នកធ្វើឲ្យគេក្តៅក្រហាយអ្នកនឹងបានភាពក្តៅក្រហាយនោះមកវិញគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះបើអ្នកបានសាងល្អរក្សាសិលពេលបច្ចុប្បន្នឈ្មោះថាអ្នកមិនបានសាងពាវេរាទៅថ្ងៃមុខតែបើអ្នកមានកម្មពាវេរាពីអតីតជាតិមកអ្នកត្រូវទទួលផលកម្មនោះវិញអ្នកមិនអាចរត់គេចពីកម្មចាស់បានទេសូម្បីតែព្រះពុទ្ធជាម្ចាស់ក៏ត្រូវទទួលផលកម្មចាស់ដែរតែដោយអំណាចនៃអំពើល្អដោយអំណាចនៃសិលដែលអ្នកបានរក្សាពេលបច្ចុប្បន្នកម្លាំងបុណ្យនោះអាចជួយសម្រាលទុក្ខបានខ្លះដែរតាមកម្លាំងរបស់វាឧបមាដូចជាអ្នកស្លសម្លជ្រុលជាប្រៃទៅហើយអ្នកអាចដាក់ទឹកថែមដើម្បីឲ្យវាសាបបានខ្លះយ៉ាងណាមិញបើអ្នកបានជ្រុលជាធ្វើបាបកម្មខ្លះទៅហើយអ្នកមិនអាចកែប្រែវាបានទេតែអ្នកអាចធ្វើអំពើល្អថ្មីដែលជួយអ្នកឲ្យបានផលល្អផលថ្មីជាបន្តបន្ទាប់ចន្លោះពេលដែលបាបឲ្យផលនោះឯងយើងគ្រប់គ្នាគួរយល់ដឹងថាគ្មានវិធីសាស្ត្រណាគ្មានបុគ្គលណាឬព្រះណាអាចបញ្ជាអ្នកឲ្យរួចពីផលនៃកម្មចាស់ដែលអ្នកបានធ្វើឡើយព្រោះបើអាចធ្វើបានមែនវាជារឿងអយុត្តិធម៌ណាស់ធ្វើអាក្រក់ហើយទៅសុំឲ្យរួចពីផលកម្មដែលខ្លួនបានធ្វើតែបើអ្នកប្រឹងប្រែងអប់រំចិត្តលះបង់នៅកិលេសអស់បានក្លាយជាព្រះអរហន្តហើយបរិនិព្វានកម្មលែងតាមទាន់កម្មរកម្ចាស់លែងឃើញព្រោះព្រះអរហន្តលែងមានជាតិកំណើតតទៅមុខទៀតហើយអ្នកអាចធ្វើបុណ្យឧទ្ទិសកុសលជូនដល់មនុស្សសត្វដែលធ្លាប់មានពាវេរានឹងគ្នាហើយតាំងចិត្តរក្សាសិលឲ្យបានល្អចាប់ពីពេលនេះតទៅបុណ្យកុសលទឹកចិត្តមេត្តានឹងជួយអ្នកឲ្យបានសុខមិនសូវជួបទុក្ខច្រើនឡើយមានអ្នកខ្លះទៅឬថាគាត់ទម្លាប់អន់ចិត្តច្រើនតូចចិត្តច្រើនមួម៉ៅច្រើនតក់ម៉ក់ទៅមើលរឿងរ៉ាវអីបន្តិចតួចចឹងចេះតាយកមកអោបកសោបហើយយូរទៅវាខូចចិត្តណាវាខូចចិត្តហ្នឹងវាធ្វើឲ្យងាយរងគ្រោះដោយសារគ្រាន់តែមានពាក្យសម្ដីអីគេលឹះលួសអីបន្តិចបន្តួចសកម្មភាពអិរិយាបថណាអីមើលទៅរៀងទាស់ភ្នែកតិចគឺថាយកមកទុកក្នុងចិត្តនឹងថាគេបិឈឺគេឌឺគេដងគេមិនរាប់អានគេស្អប់គេអីទៅជួនកាលអ្នកនោះមិនទាំងដឹងខ្លួនផងក៏មានដែរប៉ុន្តែយើងនឹងចេះតែគិតបែកអូហូស្ទឹងទៅថាគេស្អប់យើងអ្នកក្រគេមិនមើលមិនឃើញគេមិនចេះមិនស្ដាប់យើងអីចឹងទៅឧទាហរណ៍ចេះតែយកមកទុកក្នុងខ្លួន
ហើយពេលខ្លះទៅជួយចិត្តម្លឹកម្លើកអើយអញខំធ្វើល្អអញ្ចេះធ្វើល្អអញ្ចោះមិនក៏គេមិននឹកឃើញមិនអីចឹងទៅណាចេះតែយកបង្ហាញអ្វីដែលខ្លួនឯងល្អហើយមើលគេនឹងថាគេបំភ្លេចគុណខ្លួនឯងចឹងទៅអ្នកណានឹងទៅអង្គុយលើកយើងរហូតមានគេកិច្ចការងារគេត្រូវធ្វើអីផ្សេងទៀតដោយសារចិត្តហ្នឹងវាប្រកាន់ខ្លួនច្រើនពេកដល់ប្រកាន់ខ្លួនច្រើនពេកវាកើតទុកខ្លួនឯងមើលទៅគេនឹងគេអត់ល្អប្រកាន់មាំបើឧទាហរណ៍ថាខ្លួនឯងគិតថាមិនហើយគឺថាមិនងាយមានអ្នកណាមកកោះមកកែបានទេជួនកាលជួយចិត្តស្ដាប់អ្នកណាអ្នកណីនោះច្រើនតែមិនបានយកចិត្តទុកដាក់ស្ដាប់អ្នកដែលមានបំណងល្អជួយនឹងទេហើយនឹងវាប្រហែលគ្នាមនុស្សប្រភេទអញ្ចឹងដែលជួយចិត្តអន់ចិត្តតូចចិត្តច្រើនយូរទៅចិត្តហ្នឹងវាមានដំបៅដល់អញ្ចឹងវាប្រមូលទាំងអស់អកុសលហ្នឹងវាចូលមកទាំងទោសៈខឹងអន់ចិត្តនឹងទាំងមួម៉ៅនឹងទាំងចំណែននឹងទាំងតូចចិត្តនឹងទាំងលើកតម្កើងមានះនឹងតាំងពីរឿងរ៉ាវស្អីសពគ្រប់អកុសលនោះវាមកផ្ដុំគ្នាហ្មងដោយសារចិត្តនឹងវាខ្វះការអប់រំមិនបានដុសខាត់សម្អាតភាពសៅមងនឹងបន្តិចម្ដងអញ្ចឹងវាតលេសម័យខ្លួននឹងកំណត់ដឹងថាអូអានឹងខុសហើយអានឹងអកុសលទេអានឹងជាមេរោគក្នុងចិត្តទេអញ្ចឹងរៀនទម្លាក់ចេញឧទាហរណ៍ថាអន់ចិត្តច្រើនអញ្ចឹងចាស់ទម្លាក់ទៅអើយហ្នឹងធ្វើម៉េចទេរឿងហាវបានដូចចិត្តខ្លះមិនបានដូចចិត្តខ្លះគេនិយាយត្រូវចិត្តខ្លះមិនត្រូវចិត្តខ្លះពេលខ្លះបានពេលខ្លះមិនបានអានោះវារៀនបញ្យល់ខ្លួនឯងអញ្ចឹងពីព្រោះបើមិនអញ្ចឹងទេអ្នកដែលកើតទុកនឹងមិនមែនគេទេគឺខ្លួនយើងសម័យខ្លួនដែលចេះតែរើសដាក់ខ្លួនហ្នឹងអារឿងអីបន្តិចបន្តួចលពេចលបីពាក្យសម្ដីអីនិយាយជួនកាលគ្នាអ្នកនិយាយនោះមិនមានបំណងអីនឹងមិនមកប៉ះពាអីទេបើវាលើសលួសអីតិចតួចទៅគឺថាគុំក្តៅនៅក្នុងខ្លួនអញ្ចឹងវាតលទម្លាក់ចោលខ្លះហើយរៀនយកស្មារតីមកនៅខ្លួនយកចិត្តយកវិញ្ញាណហ្នឹងយកព្រលឹងខ្មែរយើងតែពិតទៅឲ្យស្មារតីហ្នឹងវានៅខ្លួនហ្នឹងច្រើនជាងទៅគិតរឿងអ្នកនេះចេះអ្នកនោះចុះអានេះនិយាយអញចេះអានោះមើលគេអញចុះអីចុះវាវល់ចិត្តហ្នឹងវាទៅនៅនឹងផ្ទះគេហើយចិត្តហ្នឹងខ្លាចជាចិត្តអនាថាហើយកើតទុកហើយអញ្ចឹងបាននៅក្នុងធម៌ឲ្យយើងចេះហៅចិត្តហៅវិញ្ញាណហ្នឹងឲ្យវាមកនៅនឹងខ្លួនឲ្យមានស្មារតីនៅនឹងដេកដើរឈរអង្គុយនិយាយស្ដីធ្វើអីហ្នឹងឲ្យវានៅក្នុងខ្លួនហ្នឹងទៅណាកុំទម្លាប់ឲ្យវារត់ទៅក្រៅដែលយើងហៅថាឲ្យចេះមានសមាធិនៅខ្លួនឲ្យហ៊ានដកដង្ហើមហ៊ានរំលឹកដល់ពុទ្ធគុណធម្មគុណរំលឹកដល់ទានដែលយើងបានធ្វើឲ្យអីជាដើមហ្នឹងគឺឲ្យស្មារតីហ្នឹងវានៅក្នុងខ្លួនយើងហើយឲ្យយើងហ្នឹងមានសមត្ថភាពអាចដូចថាมันអាចប្រកបវិជាចិត្តបាន 100% ប៉ុន្តែតម្រង់ថាអូចិត្តអញរត់ទៅខឹងគេរត់ទៅចំណែនគេរត់ទៅមានះមើងងាយគេឬក៏គិតថាអញនឹងវាអន់ជាងគេអីហ่าគិតថាដឹងថាចិត្តហ្នឹងវាដើរក្នុងផ្លូវខុសហើយទាញមកវិញហើយអានឹងអកុសលឯងវានាំឲ្យយើងកើតទុក្ខឯងមកនឹកដល់អំពើល្អដែលយើងបានធ្វើនឹកដល់គុណ